Hello អ្នកគ្នាចាំបានទៀតបេតាជួបខ្ញុំត្រីយ៉ាងណាខ្ញុំមកបង្កើតត្រីក្រុមដែលខ្ញុំមកបង្កើតហ្នឹងគឺមិនមែនត្រីក្រុមធម្មតាទេគឺត្រីក្រុមព្រៃអ្នកគ្នាក្នុងđịaនៅពួននៅក្នុងអមនោះចឹងហើយវិធីសាស្ត្របង្កើតត្រីក្រុមព្រៃវាមានអីបាក់សំញ៉ាំទេដំបូងយើងការដាក់ទឹកចំនួន1ច្អល់ដៃហើយដាក់អំបិលលឹកឆាត់និងស្រាមួយចំនួនហើយសារទឹកហ្នឹងខ្ញុំរៀបអស់ហើយទៅខ្ញុំខ្យល់ថតទៀតចឹងហើយដាក់ចូលហ្មងទៅហើយដាក់ត្រីក្រុមព្រៃយើងត្រូវដាក់រយៈពេលចំនួន20នាទីមុនដើម្បីឲ្យទឹកនឹងជាមួយត្រីយើងវាសមគ្នាកុំឲ្យដាក់មេទៅវាផ្អើលឥឡូវយើងដាក់ទៅមកខ្ញុំចាប់កថងអ្នកគ្នាចាប់កថងទៅត្រីវាខ្លាចទឹកសកាវាចឹងទៅចាប់ដៃស្រួលកុំឲ្យសកានេះអីឥឡូវចាប់បានហើយអ្នកគ្នាមក form វាអ្នកគ្នាស្អាតពណ៌នេះស្អាត form វាស្អាតយ៉ានេះគ្នា form របស់នេះស្អាតអ្នកគ្នាថាតែមេបាវាគឺឈ្មោះហ្នឹងគឺ form វាស្អាតចឹងហើយខ្ញុំយកមេបាញីខ្ញុំយកហ្នឹងគឺមេបាខ្ញុំយកពពួកអាសៀមកាត់ព្រៃនេះថាតែបើយើងយកមេព្រៃសុទ្ធក៏វាអត់កើតបានច្រើនហើយចាប់ពីខ្លាចងាប់ទៀតចឹងហើយខ្ញុំយកអាមេសៀមព្រៃកាត់ព្រៃសៀមកាត់ព្រៃនេះអ្នកគ្នានេះពងពេញពោះអ្នកគ្នាពងឡើងភូមិនេះរយៈពេល20នាទីដែលត្រូវយើងបានសមមួយទឹកហើយឥឡូវយើងដាក់កំប៉ុងធៀបអានេះយើងដាក់ធៀបរវាងមេបាញ់មេបាឈ្មោលព្រោះអាពីហ្នឹងដល់ពេលដាក់ចូលគ្នាទៅវាអាចឆាំគ្នាចឹងទៅយើងដាក់ធៀបវាឲ្យស្រួលគ្នាមួយថ្ងៃសិនឬក៏មួយនាទីក្រោយឬក៏ម៉ោងក្រោយចឹងទៅវាអាចស្រួលគ្នាចឹងទៅវាអត់សូវខំគ្នាទេហើយអ្នកគ្នាមេបាមីដល់គ្នាមាញ់នៅកន្លែងនេះទីមើលទៅច្បាស់គ្នាឥឡូវឃើញច្បាស់ហើយស្អាតដល់គ្នាបាញ់នេះស្អាតដល់គ្នាស្អាតខ្លាំងចឹងយើងចាប់វាចូលក្នុងអានេះទៅយ៉ាយើងចាប់ជិះហ្នឹងចាប់ជិះបាក់ដាក់ចូលហ្នឹងចូលចេះហ្នឹងហើយយើងចាប់ចូលនេះបាក់ដាក់ទៅចូលហ្នឹងទៅយើងទុកឲ្យវាធៀបគ្នារយៈពេលប្រហែលជា20នាទីឬក៏1ម៉ោងក៏បានដែរបើកាន់យូរកាន់តែក៏ដកអាចចាំវាទៅដាក់បច្ចាស់ចេះមិញហើយឆ្នាំចូលហើយទៅទៅចាំរយៈពេលប្រហែលជាកន្លះម៉ោងក្រោយឲ្យយើងមកបើកឲ្យអាឈ្មោលឃើញមានពុះមេចាំយើងបើកអូខេបាត់ហ្នឹងហើយអ្នកគ្នាបើតាពីរយៈពេលច្រើនម៉ោងខ្ញុំបានដាក់ក្នុងទឹកហ្នឹងហើយឃើញថាឈ្មោលយើងធ្វើពុះតិចហើយអញ្ចឹងយើងបើកទៅហើយបើតាពីយើងបើកចឹងហើយយើងកុំទៅបើកវាយ៉ាងណាអីបើវាទៅចឹងវាអត់ព្រមគៀបទេចឹងហើយអ្នកគ្នាបិទទៅហើយចាំបើកវាវិញនេះអ្នកតាពីម្សិលមិញមកឃើញថាពេលបើយើងវាឡើងពុះហើយអាចថាងាយហ្នឹងគឺវាគៀបហើយទៅទុកសិនទៅក៏មើលវាមើលវាបានហើយ Hello អ្នកបន្តពីម្សិលមិញខ្ញុំបានដាក់ត្រីក្រុមបង្កាត់ហ្នឹងឃើញថាទៅក្រុមយើងវាពងអ្នកគ្នាប៉ុន្តែខ្ញុំមានអារម្មណ៍ថាត្រីហ្នឹងពងដូចជាពងយ៉ាងលួយអ្នកគ្នាគឺគាត់អាជាលក្ខណៈរបស់ត្រីក្រុមព្រៃខ្ញុំមិនដឹងព្រោះខ្ញុំលើកទី1ខ្ញុំបង្កាត់ហ្នឹងឃើញមិញសម័យចិត្តអចឹងតែឥឡូវអ្នកគ្នាចាំមើលស្អែកថាបើវាពងបើវាកើតបែបមានថាពងហ្នឹងវាក្រហមហីចាប់មិញអ្នកគ្នាបើមិនកុំឲ្យប៉ះអាស្បុកវាអ្នកគ្នាអូចាច្រឡំប៉ះស្បុកបាត់មេnóស្អាតអ្នកគ្នាវាព្រមមកគៀបតាមេពងnóស្អាតហើយព្រមមកគៀបតាចូលមកយើងមើលថែមេទៅអ្នកគ្នាព្រមមេហ្នឹងវាត្រូវគុំនេះមើលគ្នាចាំមើលស្អែកអ្នកគ្នាថាត្រីហ្នឹងវាកើតអត់ឬក៏ខាងស្អែកអ្នកគ្នាបាយហ្នឹងហើយអ្នកគ្នាឥឡូវឃើញថាកូនតែបើយើងវាកើតមកហើយនេះអ្នកគ្នាខ្មៅក្របអ្នកគ្នាអូ sorry វាចេញពីស្បុកអត់លេងតែប៉ុណ្ណឹងអ្នកគ្នាទុកប្រហែលជារយៈពេល1ថ្ងៃទៅ2ថ្ងៃទៀតវាចាស់ទឹកហើយនេះហើយចាំយើងបបាយទៅធុងធំជាងមុនបាយប៉ុណ្ណាធុងនោះអ្នកគ្នាប៉ុណ្ណាធុង2នោះប៉ុណ្ណាធុង2ហ្នឹងបាយដាក់ប៉ុណ្ណឹងក៏បានធំជាងនឹងក៏បានដែរគាត់ដែរហ្នឹងហើយអ្នកគ្នាតបបន្ទាប់ពីម្សិលមិញដែលយើងឃើញថាត្រីវាចេញពីស្បុកមកបានច្រើនណាស់ឥឡូវឃើញថាកូនត្រីចាស់ទឹកតិចៗអ្នកគ្នាមើលទៅឃើញនៅក្រោមអ្នកគ្នាតែប៉ុណ្នេះស្អែកខាងស្អែកវាចេះហាទឹកគ្រប់គ្នាចឹងទៅយើងអាចដាក់ចំណីបានហើយអ្នកគ្នាវាទៅឲ្យយើងក៏មានប៉ុណ្ណឹងដែរបាយអ្នកគ្នា